វាគឺជារឿងដែលឈឺចាប់បំផុតដែលខ្មែរខ្លួនឯងធ្វើរឿងទាំងអស់ហ្នឹងនៅពេលដែលកម្ពុជាកំពុងតែមានបញ្ហានៅព្រំដែនអញ្ចឹងធ្វើឲ្យខ្ញុំនឹកដល់រឿងមួយនៅក្នុងចិត្តដែលចង់ចែករំលែកចង់និយាយចង់សួរទៅបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនដែលសំណួរហ្នឹងចង់សួរថាតើបងប្អូនឈប់ចាញ់បោកបរទេសតែតែងតែចង់បានវប្បធម៌អរិយធម៌ខ្មែរទឹកដីខ្មែរហើយនៅសំណួរមួយទៀតចង់សួរថាតើបងប្អូនយកចិត្តទុកដាក់ចេះស្រឡាញ់នៅវប្បធម៌អរិយធម៌របស់ខ្លួនឯងពិតប្រាកដហើយនៅបងប្អូនទាំងអស់គ្នាហេតុអីបានជាខ្ញុំសួរអញ្ចឹងខ្ញុំសូមចែករំលែកកាលពីអំឡុងឆ្នាំ2010 2011ខ្ញុំបានធ្វើការនៅក្រសួងវប្បធម៌នៅអគ្គនាយកដ្ឋានបេតិកភណ្ឌខ្ញុំធ្វើដំណើរបេសកកម្មទៅដល់ខេត្តបន្ទាយមានជ័យទៅដល់ភូមិមួយបងប្អូនអរគ្នាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខកចិត្តនិងសោកស្ដាយមែនទែនហើយមិននឹកស្មានថាប្រជាជនខ្មែរយើងឆោតល្ងងដល់ថ្នាក់ហ្នឹងកាលនោះមានអង្គការមួយបានចុះទៅអភិវឌ្ឍនៅតំបន់ភូមិហ្នឹងធ្វើផ្ដល់អំណោយជាផ្លូវនិងបន្ទប់ទឹកអនាម័យបង្គន់អនាម័យអំឡុងពេលដែលជីកប្រគុណនឹងធ្វើផ្លូវនោះកាយទៅគឺប៉ះចំភ្នោបុរាណរបស់ខ្មែរយើងសម័យបុរេប្រវត្តិដែលមានអាយុកាលហ្នឹង2500ឆ្នាំមុនគ្រិស្តសករាជទៀតបងប្អូនអរគ្នាក្រោយពីដឹងដំណឹងហ្នឹងក្នុងរយៈពេលតែប្រមាណថ្ងៃទេបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានចាញ់បោកបរទេសដែលគេនិយាយថានៅសង្គមហ្នឹងមានអាវក្រោះបាទមានដាវឬមានវត្ថុបុរាណខ្មែរយើងជាច្រើនដែលកប់នៅហ្នឹងក្នុងរយៈពេលតែ7ថ្ងៃបងប្អូនអរគ្នាភូមិមួយហ្នឹងគឺคล้ายទៅជាដៅបៃខុំដូចយើងជីកដលងអញ្ចឹងចំការដលងមួយភូមិមួយហ្នឹងคล้ายទៅជាដៅឡើងសពដីខ្ញុំបានទៅដល់ផ្ទះប្រជាពលរដ្ឋមួយដាក់ដោយហើយជីករកវត្ថុបុរាណនៅក្រោមផ្ទះខ្លួនឯងអញ្ចឹងផ្ទះមួយសឹងមានដៅទាំងអស់គឺកាយរកវត្ថុបុរាណនេះខ្ញុំបង្ហាញរូបនោះឲ្យបងប្អូនបានឃើញអ្វីដែលគាត់កាយហ្នឹងនេះគឺបែបនេះដែលខ្មែរយើងហៅឡតហៅកម្មបងប្អូនអរគ្នាបែបអញ្ចឹងគឺថាកាយរករបស់ហ្នឹងអញ្ចឹងបែបហ្នឹងហើយបងប្អូននេះក្រោយពេលដែលដឹងព័ត៌មានខាងប្រទេសអូស្ត្រាលីសហការជាមួយនឹងក្រសួងវប្បធម៌បានចុះទៅធ្វើកំណាយហើយបានឃើញនៅសាកសពបាទដែលកប់នៅហ្នឹងបងប្អូនអរគ្នាឃើញខ្មៅហ្នឹងគឺជាកម្មគឺជាឡទាំងអស់ហ្នឹងនេះបងប្អូនមើលគួរឲ្យសោកស្ដាយនេះជាកងជើងហើយគាត់ហ៊ូសមកលាងទឹកជើងយកទៅលក់ឲ្យបរទេសនេះបងប្អូនអរគ្នានេះគឺជាសាកសពសម័យបុរេប្រវត្តិឃើញមានកងដៃជាភេទស្រីរូបសាកសពនេះអញ្ចឹងទាំងអស់នេះបងប្អូនគឺជាការបំផ្លាញជាតិដោយខ្លួនឯងរឿងបរទេសយកដីយកវប្បធម៌អរិយធម៌របស់យើងគឺជារឿងមួយដែលយើងឈឺចាប់តែរឿងដែលឈឺចាប់បំផុតគឺខ្មែរខ្លួនឯងដែលមិនយល់ចាញ់បោកបរទេសពីមួយជំនាន់ទៅមួយជំនាន់ហើយបំផ្លាញខ្លួនឯងអត់ដឹងទេបំផ្លាញខ្លួនឯងអត់ដឹងនៅមានរឿងផ្សេងទៀតដែលនៅកើតឡើងនៅសម័យបច្ចុប្បន្ននេះខ្ញុំនឹងចែករំលែកបន្តទៀតខ្ញុំចែករំលែកថ្ងៃនេះគឺដើម្បីចង់រំលឹកជូនបងប្អូនជនរួមជាតិខ្មែរយើងដែលមានបេះដូងស្រឡាញ់វប្បធម៌អរិយធម៌ស្រឡាញ់ទឹកដីយើងពិតប្រាកដសូមភ្ញាក់ខ្លួនឡើងសូមប្រើចិត្តគំនិតសូមប្រើបេះដូងជាខ្មែរពិតប្រាកដហើយស្រឡាញ់ពិតប្រាកដហើយចេះការពារពិតប្រាកដកុំបំផ្លាញខ្លួនឯង